ឃើញថាមួយរយៈនេះគឺបងប្អូនមានគ្រប់ត្រូលច្រើនខ្លាំងមែនទែនចំពោះសេវាកម្មខាងយើងពុកម៉ែបងប្អូនបាទឥឡូវនេះកង់នេះជាក់ស្ដែងគឺវាមានបញ្ហាទៅលើអាគុយភ្ញៀវយំឲ្យខាងខ្ញុំនឹងដូរអាគុយពុកម៉ែបងប្អូនសម្រាប់អាគុយនេះបើសិនជាពុកម៉ែបងប្អូនមានបញ្ហាខូចមួយឬក៏ពីរហើយខាងខ្ញុំrecommend ឲ្យពុកម៉ែបងប្អូនដូរជាឈុតតែម្ដងដើម្បីងាយស្រួលកុំឲ្យវាមានបញ្ហាថ្ងៃក្រោយពួកអីប្រភេទអាគុយបើសិនជាវាប្រើប្រាស់ហើយវាខូចមួយហើយគឺបើសិនជាយើងដូរមកក្របទៅពីរក្របតាមអាគុយខូចហ្នឹងគឺវាអាចនឹងទាញភ្លើងគ្នាពុកម៉ែបងប្អូនបាទហើយចំពោះកែបនេះគឺខាងខ្ញុំក៏មានការអត់ជូនដែរបើសិនជាពុកម៉ែបងប្អូនមានកែបដាច់អីមិនគឺឲ្យខាងយើងមកជួសជុលបានឬក៏អត់ជូនបានដូច្នេះបើសិនជាពុកម៉ែបងប្អូនដែលមានកង់ឬក៏ម៉ូតូគីសនីដែលខូចកំពុងតែរកជាងជួសជុលគឺអាចតំណែងមកខាងយើងបានចំពោះសេវាកម្មជួសជុលគឺយើងមាន2មានសេវាកម្មខាងក្នុងនិងខាងក្រៅផងដែរបាទ